ចាប់តាំងពីសហភាពសូវៀតបង្កើតឡើងរហូតដល់ដួលរលំទៅវិញនិងបង្កើតបានជាសហព័ន្ធរុស្ស៊ីមកទល់នឹងបច្ចុប្បន្ននៅក្នុងប្រវត្តិសាស្ត្រប្រជាជាតិមហាអំណាចមួយនេះគឺមានតែអ្នកនយោបាយរុស្ស៊ីពីរនាក់ប៉ុណ្ណោះដែលអាចកាន់តំណែងជាមេដឹកនាំយូរអង្វែងបំផុតក្នុងនោះម្នាក់គឺលោក Joseph Stalin អ្នកបដិវត្តន៍និងជាមេដឹកនាំសហភាពសូវៀតចន្លោះឆ្នាំ1924ដល់ឆ្នាំ1953និងម្នាក់ទៀតគឺលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីនិងជាបរិះខ្លាំងបំផុតទី3លើផែនដីលោក Putin គឺជាអ្នកនយោបាយលេចធ្លោរុស្ស៊ីជាអតីតទាហានសូវៀតនិងធ្លាប់បានចូលបម្រើជាភ្នាក់ងារចារកម្មពិសេសសូវៀតរយៈពេលដល់ទៅ16ឆ្នាំរហូតលាលែងតំណែងប្រឡូកក្នុងឆាកនយោបាយអំឡុងឆ្នាំ1991ដោយមកដល់ទល់បច្ចុប្បន្ននេះលោកធ្លាប់បម្រើការលើឆាកនយោបាយធំៗជាច្រើនពិសេសធ្លាប់ទទួលតួនាទីជានាយករដ្ឋមន្ត្រីស្ដីទីជានាយករដ្ឋមន្ត្រីនិងជាប្រធានាធិបតីសរុបដល់ទៅ4អាណត្តិចាប់កំណើតនាថ្ងៃ7ដុល្លារឆ្នាំ1951នៅឯទីក្រុង Leningrad សហភាពសូវៀតបច្ចុប្បន្នជាទីក្រុងទំនើប Saint Petersburg លោក Vladimir Putin មិនមែនជាកូនអ្នកនយោបាយឬអ្នកស្ដុកស្ដំអ្វីឡើយដោយមានឪពុកឈ្មោះ Vladimir Spiridonovich Putin គ្រាន់ជាយោធិនចូលនិវត្តន៍ម្នាក់និងម្ដាយឈ្មោះ Marie Ivanovna Putina ជាកម្មការិនីរោងចក្រនិងជីតាឈ្មោះ Spiridon Putin ធ្លាប់ធ្វើជាចុងភៅផ្ទាល់ខ្លួនរបស់មេដឹកនាំកម្ពុជាសូវៀតលោក Vladimir Lenin និងលោក Joseph Stalin ផ្ទាល់លោក Putin មានបងប្អូនចំនួន3នាក់ប៉ុន្តែជាអកុសលមុនលោកចាប់កំណើតបងប្រុសរបស់លោកឈ្មោះ Albert បានស្លាប់តាំងពីវ័យទារកអំឡុងទសវត្សរ៍ឆ្នាំ1930និងបងប្អូនម្នាក់ឈ្មោះ Victor បានស្លាប់អំឡុងសង្គ្រាមលោកលើកទី2ឆ្នាំ1941ដោយជំងឺខាន់ស្លាក់និងគ្មានអាហារបរិភោគរីឯលោកយាយរបស់លោកគឺត្រូវពួកណាស៊ីអាល្លឺម៉ង់សម្លាប់នៅអំឡុងឆ្នាំ1941នៅអំឡុងឆ្នាំ1942ក្រោយពួកណាស៊ីបើកការឈ្លានពានសូវៀតឪពុករបស់លោក Putin ដែលកាលនោះត្រូវគេបដូរពីកងទ័ពជើងទឹកមកជាកងទ័ពថ្មើរជើងធម្មតាគឺបានគ្រោះថ្នាក់របួសយ៉ាងធ្ងន់ធ្ងរខណៈលោកយាយខាងម្ដាយរបស់លោកក៏ត្រូវពួកណាស៊ីអាល្លឺម៉ង់សម្លាប់នៅគ្រានោះដែរបើទោះជាមិនរស់នៅគ្រួសារមានជីវភាពសុខស្ដំក៏ពិតមែនប៉ុន្តែប្រធានាធិបតីនិងជាបរិះខ្លាំងនៅរុស្ស៊ីរូបនេះគឺជាក្មេងឧស្សាហ៍និងពូកែក្នុងការរៀនសូត្រដោយនៅអំឡុងឆ្នាំ1960លោកចាប់ផ្ដើមចូលសិក្សានៅសាលាលេខ193ដែលស្ថិតនៅក្បែរផ្ទះរបស់លោកនិងជាសមាជិកអង្គការមួយហៅថាអ្នកត្រួសត្រាយវ័យក្មេងខណៈក្នុងចំណោមសិក្សាសរុប45នាក់នៅថ្នាក់ដែលលោករៀនមានតែសិក្សាពី3នាក់ប៉ុណ្ណោះដែលអាចចូលជាសមាជិកអង្គការនេះបាននៅវ័យ12ឆ្នាំលោក Putin កាន់តែផ្ដោតខ្លាំងលើការសិក្សានិងថែមទាំងហាត់ក្បាច់គុនរុស្ស៊ីហៅថា Sambo និង Judo ថែមទៀតផងខណៈពេលទំនេរពីការសិក្សាលោកចូលចិត្តអានសៀវភៅពិសេសសៀវភៅរបស់បិតាស្ថាបនិកកុម្មុយនីសពិភពលោក Karl Marx ក៏ដូចជាសៀវភៅរបស់ទស្សនវិទូអាល្លឺម៉ង់លោក Friedrich Engels និងសៀវភៅរបស់មេដឹកនាំសូវៀតលោកការយុទ្ធសាស្ត្រក្នុងការជំវិញសេដ្ឋកិច្ចធនធានរ៉ែដែលត្រូវអនុវត្តនៅក្នុងសតាំងអំឡុងឆ្នាំ1975ដោយចូលរួមជាមួយទីភ្នាក់ងារសន្តិសុខជាតិសូវៀតហៅថា KGB និងទទួលការហ្វឹកហ្វឺនជំនាញនៅសាលាសន្តិសុខជាតិ401ក្នុងតំបន់អុកតាក្រុង Leningrad ក្រោយទទួលការហ្វឹកហ្វឺនលោក Putinបានទទួលតំណែងយ៉ាងសំខាន់មួយក្នុងនាមនាយកថ្នាក់ទី2នៃអង្គភាពប្រឆាំងចារកម្មសម្ងាត់ដោយក្រោយមកឡើងកាន់អំណាចជានាយកថ្នាក់ទី2ដែលលោក Putin ត្រូវទទួលខុសត្រូវលើកិច្ចការងារតាមដានជនបរទេសនិងមន្ត្រីការទូតបរទេសទូទាំងទីក្រុង Leningrad ជាមួយភាពលេចធ្លោខ្លាំងក្នុងការបំពេញភារកិច្ចសម្រាប់ជាតិនៅអំឡុងឆ្នាំ1982លោក Vladimir Putin ត្រូវគេបញ្ជូនទៅហ្វឹកហ្វឺនបន្ថែមនៅឯវិទ្យាស្ថាន Yuri Andropov Red Banner Institute ក្នុងទីក្រុងមូស្គូដែលជាកន្លែងបណ្ដុះទីភ្នាក់ងារចារកម្មជាន់ខ្ពស់និងធំបំផុតមួយរបស់រុស្ស៊ីសូវៀតយោងតាមរបាយការណ៍របស់រដ្ឋាភិបាលប្រទេសញូហ្សេឡង់លោក Putin ធ្លាប់ត្រូវទីភ្នាក់ងារចារកម្មសូវៀត KGB បញ្ជូនទៅស៊ើបការសម្ងាត់នៅក្នុងប្រទេសនេះជាច្រើនលើកក្នុងនោះលោក Bob Hoover អតីតអភិបាលក្រុង Welltakere រដ្ឋ Auckland ក៏ដូចជាអតីតនាយករដ្ឋមន្ត្រីញូហ្សេឡង់លោក David Lang សុទ្ធតែអះអាងថា
លោកពូទីនធ្លាប់ធ្វើជាចារកម្មសម្ងាត់ក្នុងរដ្ឋ Wellington និង Auckland ប៉ុន្តែការអះអាងទាំងអស់មិនត្រូវបានសហព័ន្ធរុស្ស៊ីទទួលស្គាល់នោះឡើយនៅចន្លោះឆ្នាំ1985ដល់ឆ្នាំ1990លោក Vladimir Putin បានទទួលភារកិច្ចដ៏សំខាន់ក្នុងទីក្រុង Dresden នៅអាល្លឺម៉ង់ខាងកើតដោយបន្លំខ្លួនជាអ្នកបកប្រែថែមទាំងទទួលការសរសើររបបកុម្មុយនីសអាល្លឺម៉ង់ខាងកើតទទួលបានមេដាយសម្រិទ្ធថ្នាក់ជាតិថែមទៀតផងនៅអំឡុងឆ្នាំ1990លោកពូទីនបានត្រឡប់ទៅកាន់ប្រទេសកំណើតវិញដោយទទួលការងារជាទីប្រឹក្សាកិច្ចការអន្តរជាតិសម្រាប់អភិបាលក្រុង Leningrad គណៈកិច្ចសម្ភាសជាមួយផលិតករនិងជាអ្នកដឹកនាំរឿងដ៏ល្បីល្បាញរបស់អាមេរិកលោក Oliver Stone អំឡុងឆ្នាំ2017កន្លងទៅលោកពូទីនអះអាងថាលោកបានលាលែងចេញពីតំណែងភ្នាក់ងារចារកម្មសម្ងាត់ KBG នៅអំឡុងឆ្នាំ1991មុននឹងសហភាពសូវៀតត្រូវរំលាយចោលជាផ្លូវការពិសេសក្រោយមានការប៉ុនប៉ងធ្វើរដ្ឋប្រហារទម្លាក់លោក Mikhail Gorbachev ចេញពីអំណាចដោយលោកពូទីនបញ្ជាក់ថាលោកមិនគាំទ្ររដ្ឋប្រហារក៏មិនចង់បន្តធ្វើជាភ្នាក់ងារចារកម្មសម្រាប់រដ្ឋាភិបាលថ្មីនោះដែរយោងតាមសន្ទរកថាជាសាធារណៈរបស់លោកពូទីនថ្លែងអំឡុងឆ្នាំ2018និង2021កន្លងទៅអំឡុងពេលលោកលាលែងចេញពីតំណែងលោកធ្លាប់ប្រកបការងារជាអ្នកបើកបរតាក់ស៊ីដើម្បីផ្គត់ផ្គង់ជីវភាពទៀតផងថ្ងៃ28មិថុនាឆ្នាំ1991លោក Vladimir Putin បានឈានជើងចូលនយោបាយជាថ្មីដោយទទួលតំណែងជាប្រធានគណៈកម្មាធិការទំនាក់ទំនងអន្តរជាតិនៃខុទ្ទកាល័យអភិបាលក្រុងដោយទទួលខុសត្រូវក្នុងការពង្រីកទំនាក់ទំនងអន្តរជាតិនិងទាក់ទាញវិនិយោគិនបរទេសនិងការងារចុះបញ្ជីអាជីវកម្មអំឡុងពេលនោះលោករងការចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយដោយត្រូវបានមន្ត្រីប្រឆាំងអំពើពុករលួយបើកការស៊ើបអង្កេតរយៈពេលពេញមួយឆ្នាំជាលទ្ធផលរកឃើញថាលោកបានអនុញ្ញាតឲ្យមានការនាំចេញរ៉ែដែកក្នុងទំហំទឹកប្រាក់$93លានជាថ្នូរនឹងជំនួយស្បៀងអាហារពីបរទេសមកកាន់ពលរដ្ឋរុស្ស៊ីប៉ុន្តែជំនួយទាំងនោះមិនបានឃើញមកដល់ប្រទេសរុស្ស៊ីនោះឡើយគណៈកម្មការស៊ើបអង្កេតប្រឆាំងអំពើពុករលួយធ្លាប់ផ្ដល់អនុសាសន៍បណ្ដេញលោកពូទីនជាទូនីតិប៉ុន្តែមិនសម្រេចនោះឡើយដោយលោកបានបន្តកាន់តំណែងជាប្រធានគណៈកម្មាធិការទំនាក់ទំនងអន្តរជាតិរហូតដល់ឆ្នាំ1996ដោយចន្លោះពេលនោះលោកទទួលបានតួនាទីសំខាន់ៗជាច្រើនទៀតក្នុងកិច្ចការងារនយោបាយនៃរដ្ឋាភិបាលក្រុង Saint Petersburg ថែមទៀតផងឆ្នាំ1992លោកពូទីនមានតំណែងជាអនុប្រធានរដ្ឋាភិបាលសហព័ន្ធក្រុង Saint Petersburg ហើយអំឡុងឆ្នាំ1995លោកបានរៀបចំសាខាបកនយោបាយមួយនៅទីក្រុងដែលជាបកគ្រប់គ្រងរដ្ឋាភិបាលរុស្ស៊ីដែលបង្កើតឡើងដោយអតីតនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Viktor Chernomyrdin និងថែមទាំងរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់បករហូតក្លាយជាប្រធានសាខាបកប្រចាំក្រុង Saint Petersburg ចន្លោះឆ្នាំ1995ដល់ឆ្នាំ1997ថែមទៀតផងនៅអំឡុងឆ្នាំ1996លោកពូទីនបានលាលែងចេញពីតំណែងរដ្ឋបាលក្រុង Saint Petersburg និងបានធ្វើដំណើរទៅកាន់ទីក្រុង Moscow កន្លែងដែលលោកទទួលតំណែងជាអនុប្រធាននាយកដ្ឋានគ្រប់គ្រងទ្រព្យសម្បត្តិនៅវិមានប្រធានាធិបតីនិងឡើងជាប្រធាននៅអំឡុងឆ្នាំ1997ទទួលខុសត្រូវគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៅបរទេសនិងការរៀបចំផ្ទៃទ្រព្យសម្បត្តិអតីតសហភាពសូវៀតនិងបកកុម្មុយនីសសូវៀត CPSU មកជាទ្រព្យសម្រាប់សហព័ន្ធរុស្ស៊ីនៅអំឡុងឆ្នាំ1997ដដែលលោកពូទីនត្រូវប្រធានាធិបតីរុស្ស៊ី Boris Yeltsin តែងតាំងជាអនុប្រធានរដ្ឋបាលការិយាល័យប្រធានាធិបតីហើយនៅឆ្នាំ1998លោកក៏ត្រូវដំឡើងតួនាទីជាអគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងទ្រព្យសម្បត្តិប្រធានាធិបតីរយៈពេលប្រមាណ1ខែនិងបន្តផ្ទេរតំណែងទៅជាប្រធានគណៈកម្មាធិការសម្រាប់កិច្ចព្រមព្រៀងស្តីពីការកំណត់អំណាចតំបន់និងជាប្រធានសហព័ន្ធមជ្ឈិមគៀកនិងប្រធានាធិបតីតែម្ដងថ្ងៃ25កក្កដា1998ប្រធានាធិបតីរុស្ស៊ី Boris Yeltsin បានតែងតាំងលោកពូទីនជានាយកផ្នែកងារសន្តិសុខសហព័ន្ធ FSB ដែលជាស្ថាប័នទីភ្នាក់ងារចារកម្មសម្ងាត់និងសន្តិសាស្ត្រឆ្នាំ1999លោកពូទីនត្រូវតែងតាំងជាឧបនាយករដ្ឋមន្ត្រីទី1ក្នុងចំណោមឧបនាយករដ្ឋមន្ត្រី3រូបនៅរុស្ស៊ីនិងជានាយករដ្ឋមន្ត្រីស្ដីទីសម្រាប់រដ្ឋាភិបាលសហ
ព័ន្ធរុស្ស៊ីរបស់ប្រធានាធិបតី Boris Yeltsin ហើយស្របពេលជាមួយគ្នាប្រធានាធិបតី Boris Yeltsin ក៏បានប្រកាសជាសាធារណៈថាលោកចង់ឲ្យលោកពូទីនជាមនុស្សស្នងតំណែងប្រធានាធិបតីបន្តពីលោកតែម្ដងនៅក្នុងការបោះឆ្នោតសភាថ្ងៃ16សីហា1999សមាជិកសភាសហព័ន្ធរុស្ស៊ីបានសម្រេចជាឯកច្ឆន្ទជ្រើសរើសលោក Vladimir Putin ជានាយករដ្ឋមន្ត្រីផ្លូវការទី5របស់រុស្ស៊ីជាមួយសម្លេងឆ្នោតគាំទ្រ233សម្លេងទល់នឹងសម្លេងជំទាស់84សម្លេងខណៈសមាជិកសភាធ្វើពហិការមិនចូលរួមបោះឆ្នោតមាន17សម្លេងស្របពេលសម្លេងឆ្នោតសរុបសម្រាប់តំណែងនេះគឺត្រូវការត្រឹម226សម្លេងប៉ុណ្ណោះទោះជាយ៉ាងណាទូនាទីនាយករដ្ឋមន្ត្រីផ្លូវការរបស់លោកពូទីននៅពេលនោះហាក់មិនមានឥទ្ធិពលខ្លាំងលើឆាកនយោបាយនិងក្នុងទស្សនៈរបស់ពលរដ្ឋរុស្ស៊ីនោះឡើយជាហេតុនាំឲ្យគណៈបកប្រឆាំងកាន់តែមានព្រៀបក្នុងការវាយប្រហាររដ្ឋាភិបាលរបស់លោកបូរីនិងលោកពូទីនទទួលបានការគាំទ្រខ្លាំងពីពលរដ្ឋយ៉ាងណាអំឡុងខែកញ្ញាឆ្នាំ1999ក្រោយមានការបំផ្ទុះគ្រាប់បែកក្នុងអគារស្នាក់នៅមួយកន្លែងក៏ដូចជាការឈ្លានពានរបស់កងយោធាមូស្លីមមូចាហាឌីននៅតំបន់ដាកាស្តង់ក្នុងនោះមានទាំងអតីតភ្នាក់ងារចារកម្ម KGB មានមូលដ្ឋាននៅសាធារណរដ្ឋឆេឆិនចូលរួមផងដែរលោកពូទីនបានចេញប័ណ្ណបញ្ជានិងច្បាប់បន្ទាន់ដោះស្រាយស្ថានភាពពិសេសយុទ្ធសាស្ត្រសង្គ្រាមនៅឆេឆិនលើកទី2នាំឲ្យប្រជាប្រិយភាពរបស់គាត់គឺកើតឡើងខ្លាំងចាប់ពីពេលនោះមកអំឡុងពេលនោះដែរបើទោះជារដ្ឋាភិបាលរុស្ស៊ីដឹកនាំដោយលោក Boris និងលោក Putin មិនបានចងសម្ព័ន្ធភាពផ្លូវការណាមួយជាមួយបណ្ដាបកដទៃទៀតក្តីប៉ុន្តែលោក Putin បានអំពាវនាវអ្នកគាំទ្ររបស់លោករួបរวมគ្នាបង្កើតបករួបរวมជាតិថ្មីមួយដែលជាបកឈ្នះក្នុងសម្លេងគាំទ្រច្រើនបំផុតលំដាប់ទី2ក្នុងការបោះឆ្នោតរដ្ឋសហព័ន្ធ Duma នាខែធ្នូឆ្នាំ1999ជាមួយសម្លេងគាំទ្រ 23.3% ដែលសម្លេងសន្លឹកឆ្នោតនេះបានក្លាយជាសម្លេងគាំទ្រដ៏សំខាន់សម្រាប់ការបោះឆ្នោតគាំទ្រលោកពូទីនជាប្រធានាធិបតីផ្លូវការដែលគ្រោងធ្វើឡើងក្នុងឆ្នាំ2000នៅថ្ងៃ31ធ្នូ1999ប្រធានាធិបតី Boris Yeltsin ស្រាប់តែលាលែងតំណែងយ៉ាងទឹកក្រហល់ជាហេតុធម្មនុញ្ញរុស្ស៊ីពេលនោះសម្រេចជ្រើសតាំងលោក Vladimir Putin ជាប្រធានាធិបតីស្ដីទីរហូតមានការបោះឆ្នោតតំណែងប្រធានាធិបតីផ្លូវការក្នុងពិធីធ្វើសច្ចាប្រណិធានទទួលតំណែងប្រធានាធិបតីលើកដំបូងក្នុងជីវិតនយោបាយរបស់លោក Vladimir Putin សន្ទរកថាដំបូងនិងច្បាស់របស់លោកគឺធានាឲ្យបាននៅសន្តិសុខសុវត្ថិភាពសម្រាប់អតីតប្រធានាធិបតី Boris និងសមាជិកក្រុមគ្រួសារទាំងអស់បញ្ជាគ្រប់ការចោទប្រកាន់ពាក់ព័ន្ធអំពើពុករលួយដែលគេសង្ស័យជាប់ពាក់ព័ន្ធនឹងក្រុមគ្រួសារលោក Boris អំឡុងពេលកំពុងកាន់អំណាចការប្រកាសនេះក៏លុបចោលគ្រប់ការចោទប្រកាន់មកលើលោកពូទីនផ្ទាល់ជំវិញករណីអំពើពុករលួយអំឡុងឆ្នាំ1992នៅ Saint Petersburg ផងក្នុងការបោះឆ្នោតតំណែងប្រធានាធិបតីធ្វើឡើងនាថ្ងៃ26មីនាឆ្នាំ2000លោកពូទីនបានឈ្នះឆ្នោតជាផ្លូវការជាមួយសម្លេងគាំទ្រ 53% នៃសម្លេងឆ្នោតសរុបចាប់តាំងពីឡើងកាន់តំណែងផ្លូវការក្នុងនាមជាប្រធានាធិបតីសហព័ន្ធរុស្ស៊ីបរិះខ្លាំងរូបនេះបានធ្វើកំណែតម្រង់ស៊ីជម្រៅក្នុងប្រព័ន្ធសេដ្ឋកិច្ចជាតិពិសេសការប្រើប្រាស់វិស័យឧស្ម័ននិងប្រេងដ៏មហាសាលរបស់ប្រទេសនេះដើម្បីអភិវឌ្ឍជាតិលោកពូទីនបានកាន់តំណែងជាប្រធានាធិបតីសរុប2អាណត្តិមានរយៈពេល8ឆ្នាំមុននឹងលោក Dmitry Medvedev នាយករដ្ឋមន្ត្រីរបស់លោកជាប់ឆ្នោតឡើងកាន់អំណាចជាប្រធានាធិបតីបាន1អាណត្តិចន្លោះឆ្នាំ2008ដល់ឆ្នាំ2012ខណៈការឈ្នះឆ្នោតប្រធានាធិបតីឆ្នាំ2012គឺត្រូវបានទៅលើលោក Vladimir Putin ជាថ្មីនិងកាន់អំណាចជាប្រធានាធិបតីរុស្ស៊ីមកទល់នឹងបច្ចុប្បន្ននេះខែមេសាឆ្នាំ2021ការធ្វើប្រជាមតិទូទាំងប្រទេសរុស្ស៊ីបាននាំឲ្យមានកំណែតម្រង់រដ្ឋធម្មនុញ្ញថ្មីអនុញ្ញាតឲ្យបរិះខ្លាំងរបស់រុស្ស៊ីលោក Vladimir Putin អាចចូលប្រជែងការបោះឆ្នោតតំណែងប្រធានាធិបតីរុស្ស៊ីរហូតដល់ឆ្នាំ2036មានន័យថាប្រសិនជាពលរដ្ឋនិងបកនយោបាយរុស្ស៊ីនៅតែគាំទ្រលោក Putin ហើយសុខភាពរបស់កាន់អំណាចនៅរុស្ស៊ីយូរបំផុតក្នុងប្រវត្តិសាស្ត្រលំដាប់ទី2បន្ទាប់ពីលោក Joseph Stalin ដែលកាន់អំណាចពីឆ្នាំ1923ដល់ទទួលមរណភាពក្នុងឆ្នាំ1953